ដំណើរកំសាន្តទៅលេងខេត្តកំពតជាមួយនឹងគ្រួសារខ្ញុំនិយាយទៅមានសកម្មភាពជាច្រើនដូចពិបាកខ្លាំងគ្រាន់តែដល់ភ្លាមមេឃភ្លៀងជិះទូកហើយមេឃភ្លៀងអូយនិយាយទៅពិបាកមែនតើហ្មងប៉ុន្តែសប្បាយហើយអង្គុយលើទូកបានតែមកស្ទុះទេអាទាភ្លើងមកល្មមបានមើលអាទាភ្លើងទៀតហើយជីទូកនេះគឺយើងជីទូទៅមើល7ពេកតែអត់បានថត7ពេកទេព្រោះថាអាងឹតពេកហើយថតអត់ឃើញដែរខ្ជិលដាក់ថ្មងទៅហើយបើទៅកពតបើចង់ស្នាក់នៅកុំធ្វើដូចខ្ញុំអត់បានកក់ទស្សនៈគេទេហើយដល់ពេលហើយដើររគឺមកយប់នឹងទស្សនៈកន្លែងណាក៏ពេញដែរពិបាកមែនតើហើយកន្លែងនេះបាយឆាក្តាមនៅកពតល្បីតែឆ្ងាញ់ហ្នឹងចូលសាកទៅគឺឆ្ងាញ់ដូចគេនិយាយមែនអែមហើយមកដល់វីដេអូនេះគឺឡើងទៅលើភ្នំបូកគោឃើញទឹកហូរនេះស្អាតពេកថតទៅហើយមកទៅតាមដងផ្លូវធ្វើអ្វីបើសាមមើលដើរទៅវាឲ្យដើរទៀតហើយកន្លែងនេះគឺបឹងដែលនៅលើភ្នំបូកគោហ្នឹងដែលល្បីថាស្អាតទៅដល់ស្អាតមែនដូចគេនិយាយគឺពពកចុះអាប់នៅលើបឹងហ្នឹងមើលទៅវាមានអារម្មណ៍ថាប្លែកហើយមួយទៀតគឺត្រីធំមែនតើត្រីឡាប់យ៉ាត្រីខយអូមានត្រីច្រើនហើយស្អាតធ្វើឲ្យយើងជាអ្នកចូលចិត្តស្ទូចត្រីនេះគឺទប់ចិត្តអត់បានទេមែនតាវិញគេលក់ចំណីត្រីហ្នឹងមកថង1000ហើយបើកន្លែងនេះវិញខំឈប់ក្រែកទេលហូបបាយមកស្ទុះភ្លៀងមកវរត់ចូលឡានអស់អូនចូលចិត្តស៊ីក្តាម ហើយមកដល់កន្លែងនេះវិញគឺនាំគ្នាឡើងទៅកន្លែងយាយម៉ៅគឺឡើងទៅបានមួយផ្លែតគឺចូលមកវិញភ្លៀងខ្លាំងមែនតើនិយាយទៅភ្លៀងនិយាយទៅគឺមេឃនៅលើភ្នំបូកគោល្ងិតភ្លៀងហ្មងខែនេះអូយភ្លៀងហើយហើយរឿងអង្គុយអស់សំណោចនោះស្មាននៅកន្លែងនេះផ្លូវចូលទៅភ្នំកំពង់ត្រាចតែមិនមែនទេផ្លូវនេះចូលទៅដល់គឺក្រុមហ៊ុនរបស់គេធ្វើស៊ីម៉ង់ទេគឺសោកស្ដាយមែនតើហ្មងចុងក្រោយគឺមកហូបដងបញ្ចប់វីដេអូ